នៅអាមេរិកបានអ្នកបើកចែងរថយន្តសាលារៀនគឺចប់តែម្ដងដើម្បីការពារសុវត្ថិភាពកុមារដែលកំពុងឡើងឬចុះពីរថយន្តសាលារៀនរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញច្បាប់តឹងរឹងបំផុតដែលអ្នកបើកបរគ្រប់រូបត្រូវតែដឹងច្បាប់នៃការឈប់ត្រូវតែឈប់ភ្លាមរថយន្តទាំងអស់ដែលបើកបរតាមពីក្រោយឬបើកបញ្ច្រាក់ទើបគ្នាជាមួយនឹងរថយន្តសាលារៀនត្រូវតែឈប់នៅពេលដែលរថយន្តសាលារៀនឈប់ហើយបញ្ចេញសញ្ញាភ្លើងក្រហមឬផ្ទាំងសញ្ញា stop ទោះបីជាអ្នកបើកកាត់យឺតយ៉ាងណាក៏ដោយក៏ចាត់ទុកថាខុសច្បាប់ដែរទោសទណ្ឌធ្ងន់ធ្ងរអាចនឹងត្រូវរងការផាកពិន័យខ្ពស់រហូតដល់$900អាមេរិកនិងត្រូវដកហូតបានបើកបរភ្លាមចំនួន30ថ្ងៃអាជ្ញាធរយល់ថាទោសនេះធ្ងន់ធ្ងរជាងការបើកបរឆ្លងកាត់ភ្លើងស្តុបក្រហមទៅទៀតព្រោះគេចាត់ទុកថាការបើកចែងរថយន្តសាលារៀនគឺជាទង្វើដែលខ្វះសីលធម៌និងបង្កគ្រោះថ្នាក់ដល់កុមារបំផុតការលើកលែងខ្លះនៅតំបន់ខ្លះមានការលើកលែងសម្រាប់រថយន្តដែលបើកបញ្ច្រាស់ទិសប្រសិនបើផ្លូវនោះមានរបាំងកណ្ដាលបែកចែកច្បាស់លាស់ទោះជាផ្លូវបែបណាក៏ដោយរថយន្តដែលបើកតាមពីក្រោយរថយន្តសាលារៀនត្រូវតែឈប់គ្រប់ករណី